ជំរាបសួរអ្នកដែលគាត់កំពុងតែមើលវីដេអូនេះទាំងអស់គ្នានាងខ្ញុំឈ្មោះប្រកាសសុផាត់ពេជ្រជាសិស្សនិស្សិត A ថ្នាក់វិទ្យាសាស្ត្រសង្គមឆ្នាំ2025ចឹងវីដេអូនេះគឺជាវីដេអូទី1នៅលើ Channel YouTube របស់ខ្ញុំហើយប្រធានបទនៅក្នុងវីដេអូនេះថ្ងៃនេះគឺខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងនិទ្ទេស A អ្វីត្បិតតែនិទ្ទេសឲ្យបានកំណត់ជោគវាសនារបស់យើងប៉ុន្តែនិទ្ទេសមួយនេះគឺមានអត្ថន័យខ្លាំងមែនទែនសម្រាប់សិស្សបាក់ឌុបសួរថាយើងបាន A យើងអាចក្លាយជាអ្នកមានបានអត់ទេប៉ុន្តែវានឹងមានសារៈសំខាន់សម្រាប់យើងមែនទែនថ្ងៃខាងមុខហើយក៏ពេលបច្ចុប្បន្នដែលយើងកំពុងតែបានវាដែរមិនមែនត្រឹមតែជាបំណងប្រាថ្នារបស់ខ្ញុំពីមុនទេតែក៏វាជាសេចក្តីពងប្រាថ្នារបស់សិស្សប្អូនជាច្រើនដែលគាត់អត់ទាន់បានឆ្លងកាត់ដំណាក់កាលមួយហ្នឹងអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីទទួលបានវាធ្វើម៉េចដើម្បីកុំឲ្យសោកស្ដាយតើសិស្សប្អូនត្រូវធ្វើម៉េចដើម្បីអាចបាននិទ្ទេសដែលអ្នកទាំងអស់គ្នាចង់បានមុននឹងខ្ញុំខ្លាយទៅជាសិស្សនិទ្ទេស A ខ្ញុំក៏ធ្លាប់បរាជ័យដែរប៉ុន្តែមិនមានន័យថាខ្ញុំប្រឡងធ្លាក់មួយឆ្នាំទេអញ្ចឹងគឺខ្ញុំចង់លើកទឹកចិត្តសិស្សប្អូនទាំងអស់គ្នាថានរណាក៏អាចយកនិទ្ទេស A បានដែរបើសិនជាគាត់ចង់គេធ្វើបានយើងក៏ធ្វើបានដូចគ្នាគ្រូក្បាលមានដូចគ្នាចឹងគេធ្វើបានរឿងអីយើងធ្វើអត់បាននេះគឺជាគំនិតរបស់ខ្ញុំមុនពេលដែលខ្ញុំទទួលបាននិទ្ទេស A មួយហ្នឹងអញ្ចឹងខ្ញុំធ្លាប់និយាយប្រាប់គ្នាយើងច្រើនដងណាស់ថាខ្ញុំមិនមែនជាសិស្សបកែហើយសួរថារឿងនឹងវាជាការពិតអត់វាជាការពិតខ្ញុំមិនមែនជាសិស្សបកែចឹងតាំងពីដើមមកក៏ខ្ញុំរៀនអត់ចេះដូចគ្នាចុះហេតុអីបើខ្ញុំហ៊ានម៉េះនឹងគឺជាអ្វីដែលខ្ញុំចង់បានខ្ញុំចង់បាននិទ្ទេស A ខ្ញុំមានគោលដៅមួយនឹងតាំងពីពាក់កណ្ដាលឆ្នាំដែលខ្ញុំរៀនទី11ហើយសួរថាខ្ញុំជឿជាក់លើខ្លួនឯងអត់ចាខ្ញុំជឿជាក់លើខ្លួនឯងថាខ្ញុំធ្វើបានហើយខ្ញុំក៏បាន set គោលដៅមួយហ្នឹងថាខ្ញុំនឹងយកនិទ្ទេស A តទៅបានអ្វីដែលសិស្សប្អូនត្រូវធ្វើគឺទី1កំណត់គោលដៅទី2ត្រូវធ្វើតាមគោលដៅដែលយើងដាក់ហ្នឹងមិនគ្រាន់តែយើង set គោលដៅហើយយើងដើរចោលគោលដៅហ្នឹងទេគ្រាន់តែចង់បាននិទ្ទេស A ប៉ុន្តែទង្វើយើងផ្សេងគឺអត់ទេអញ្ចឹងយើងបកមកអ្វីដែលយើងចង់និយាយវិញធ្វើម៉េចដើម្បីទទួលបាននិទ្ទេស A និទ្ទេស A សួរថាវាបាក់យកអត់សួរថាវាស្រួលយកអត់គឺអត់វាអាស្រ័យទៅលើមនុស្សហើយពាក្យមួយម៉ាត់ទៀតដែលខ្ញុំចង់និយាយហើយវាសំខាន់មែនតើហ្នឹងគឺនិទ្ទេស A មិនមែនជាសំណាងទេបងប្អូនដែរឃើញអ្នកណាដែលគាត់អត់ដែររៀនហើយសំណាងអាចបាននិទ្ទេស A អត់អស់នេះដែរឃើញអត់គឺវាអត់មានទេនិទ្ទេស A គឺសិតតែជាការខិតខំប្រឹងប្រែងទាំងអស់ចឹងបើសិស្សប្អូនបំណាច់ថាឡើងទី12ចង់បាននិទ្ទេស A គឺត្រូវតែធ្វើឲ្យបានដូចខ្ញុំនិយាយមិញគឺ set គោលដៅចឹងបន្ទាប់ពីសិស្សប្អូន set គោលដៅហើយខ្ញុំចង់បាននិទ្ទេស A ហើយគោលបំណងប្អូនពិតជាចង់បានវាហើយយើងត្រូវធ្វើអីទៀតត្រូវហើយការវិភាគខ្ញុំដាក់ការវិភាគប៉ុន្តែខ្ញុំរៀនអត់ជាប់លាប់តាមវាគួរធ្វើមកទៅអត់បាច់ចាំតាមការវិភាគក៏បានដែរប៉ុន្តែអ្វីសិស្សប្អូនដែលត្រូវដឹងហ្នឹងគឺត្រូវតែរៀនរាល់ថ្ងៃកុំឲ្យខានសល់មួយឆ្នាំអញ្ចឹងគឺយើងត្រូវធ្វើឲ្យវាមានន័យថ្ងៃគេដើរលេងយើងនៅផ្ទះមើលមេរៀនឃើញចំណេញជាងគេអត់គេដើរលេងថ្ងៃបុណ្យនេះបុណ្យនោះអញ្ចឹងទៅយើងថ្ងៃបុណ្យថ្ងៃអីក៏ដោយយើងនៅវិទ្យសភៅយើងនៅជាមួយសភៅយើងស្រឡាញ់ការសិក្សាក៏ស្រឡាញ់យើងដូចគ្នាមួយទៀតហ្នឹងគឺរៀនតិចដូចភ្លៀងរលឹមរៀនម្ដងតិចយើងរៀនពីមួយចំណុចទៅមួយចំណុចរៀនពីទាបទៅខ្ពស់បងប្អូនចូលដំបងកំហក់ឡើងដល់ពញាសាមិនចាំតន់ទេមើលតែមេរៀនក្នុងសភៅឲ្យតែយល់សិនទៅមិនចាំតែហក់ដល់ពញាសាទេប៉ុន្តែមិនមែនមានន័យថាសភៅពញាសាអូនឯងបើកអត់បានទេបើកមើលមកដប់នឹងគេចាញ់មិនមួយឆ្នាំគេចាញ់របៀបមិនសនួរគេដាក់ឲ្យធ្វើហ្នឹងរបៀបមិនយើងមើលទៅអាហ្នឹងគេហៅថារបៀបឬក៏ទម្រង់នៃការចេញរបស់គេអញ្ចឹងដល់ពេលដែលយើងមើលអញ្ចឹងហើយយើងទៅមើលអាសភៅយើងរៀនហ្នឹងក៏វាបានផលលឿនដូចគ្នាដែរហើយសួរថាអូនរៀនតែឯងអូនរៀនចេះអត់ទេត្រូវការគ្រូអញ្ចឹងហើយយើងរៀនដំបងវាអាចនឹងខ្ញុំអត់ចេះទេនេះបាក់ទឹកចិត្តតិចយកអីអត់បាននៅអាហ្នឹងគឺវាធម្មតាហើយដោយសារតែយើងទៅរៀនអញ្ចឹងយើងទៅរៀនភ្លាមយើងអាចចេះស្រាប់ហ្មងឯងធម្មតាយើងអត់ចេះហ្នឹងឯងមិនគេឲ្យមករៀនអញ្ចឹងចាំពេលដែលយើងចូលរៀនបានមួយខែពីរខែសិនយើងអាចស្ទង់ចំណេះដឹងយើងបានហើយថាយើងចេះបានកម្រិតណាយើងតាមតាន់គ្រូបានកម្រិតណាអ្វីដែលសិស្សប្អូនត្រូវដឹងហ្នឹងគឺត្រូវរៀនមុនគ្រូអត់តាន់ចូលមេរៀនទី1ទេយើងរៀនចប់មេរៀនទី1ហើយអញ្ចឹងនៅពេលដែលចូលកងមកគ្រូបរិមេរៀនទី1សិស្សដែលគាត់អត់តាន់បានរៀនគាត់ច្បាស់ជានៅស្ពេចស្ពិលទេប៉ុន្តែនៅពេលដែលយើងរៀនហើយយើងកំពុងតែស្ពេចស្ពិលនេះគ្រូដាក់មកគឺយើងចេះអាចចន្លោះពី90ទៅ100%ហើយនៅពេលដែលយើងចេះប៉ុណ្ណឹងហើយទៅដល់ផ្ទះយើងស្វ័យសិក្សាយើងបន្ថែមអាចចំណុចដែលយើងខ្វះខាតនឹងខ្លួនឯងមើលឃើញភាពខ្វះខាតរបស់ខ្លួនឯងហើយបំពេញឲ្យវាអញ្ចឹងនៅក្នុង
chỉ bật chia sẻ bị chia like bảo nhung chia sẻ ti đập pi bảo nhung xua thằng nhung khoa khát ở nhung khoa khát bị đam cho nó ở vậy để nhung mơ khơi nó cứ từ lỡ pi một bị chia để nhung tay tay bà hai số mùi bên mình tên mong ti mũi cứ phai đấy ti pi cứ ông lệ hay pi nó cứ bật tụ hai sập đôi kia nhung bà hai là hồn và tay trong năm pi nó cứ nhung ta để bạn ấy chắc như nhung mơ chờ là bà khôngខ្លួនnày bị đam lá nhung kết ha phai đây nó dừng mơ ấy thì vô đôi phục hoạt đôi ấy ở bàn này bên tay ở đây phai đấy đại kháตื่นเต้น chẳng ở bây giờ đừng cho thấy dân tên biết tới nâng hay ông lễ dân nâng là dân ở xây chết nha dân cùng rưng biết tới dân nâng thôi với bạn là ôi dân scorpio cho nó soi bọc luôn ấy những soi trong cái lại nè à lớn vậy chạy ô mà tháp và lòng 100 khác thông đã cứ mình đọc một cái bàn tay cứ dân trời phục hết từ lớn một chi ná đây dân trời blòng thạo chia xa sừng cúng miền ở bộ vật chia sở thọ bộ rọt pan đầy phum cái nực mai ông lệ trong từ lại chia xa bất miền cái nực mai rô kimi chi vẹ bộ vật hay năng ông lệ trong từ chẳng cứ dân mơ từ lời ai từng ó đó hay dân chập đam mơ tham một vị chia na khác đại dùng từ tụ ba này tại e cho là bây để dân khơi thảo một vị chia năng để dân từ tụ ba này tại e hay lược bía tục mà cần đọc sinh dân từ mở một vị chia na để dân bàn đi bàn si bàn đi bàn y dân mơ ta lỡ một vị chia na để dân ban ảnh nứng hơi dân vùng rừng lơ vi bạch thèm ô mà than đó đi ban cần được e dân tụ em mật lục sinh từ mấy này hai dân chọc điên vi bàn tay dân từ mở ấy để dân phát hạt sinh hai dân rô cho nó phát hạt Euro cho nó nát để những bạn phơi khóc nó bay đập lòng nước bạn phơi ở những nước bạn bi bạn si bạn y chân giờ mơ cái lại nằng tha chồng khai đi khâu ấy kế bạn nhưng mà bạn chẳng chẳng dương trơ mơ cho nó cái lại nắng hay dương trơ bừng rừng bạc thám chầm dương tự lực ăn ở một chia để những bạn nắng dùng mặt phơi to nhóm bạn ta bùng mũi một em bàn tay mình miên đây tha cần được như mặt cho em cứ nhóm bạn bằng rừng việt đá bàn tay cứ việc lọt cái lại ní cứ sầm khănสำหรับnhóm blog បាក់ឌុបគឺអត់មានពាក្យថាផ្លាត់ទេមានតែពាក្យថាធ្លាប់ឃើញធ្លាប់ដឹងនិងមិនធ្លាប់ឃើញមិនធ្លាប់ដឹងគឺអត់មានពាក្យថាផ្លាត់សម្រាប់ខ្ញុំទេព្រោះថាគណិតវិទ្យាសម្រាប់ខ្ញុំគឺមែនតើគឺខ្ញុំអត់សូវបានពង្រឹងទៅលើការសិក្សាទីតាំងធៀបនឹងជាហេតុធ្វើឲ្យខ្ញុំប្រើពេលវេលាខ្លាំងក្នុងការធ្វើអាហ្នឹងខ្ញុំបាត់បង់ឱកាសក្នុងការធ្វើលំហាត់តូចៗដែលយើងត្រូវយកបន្ទុកវាបានអញ្ចឹងដោយសារតែខ្ញុំគិតថាអនុគមវាខ្លាំងខ្ញុំលើកវាមកដាក់មុខអញ្ចឹងគឺជាកំហុសរបស់ខ្ញុំប៉ុន្តែអ្នកឃើញថាខ្ញុំធ្វើខុសប៉ុណ្្នឹងឯងគណិតខ្ញុំបានអត់ឌីខ្ញុំនៅតែបានអេដោយសារអីចឹងកន្លែងនេះវាក្តៅហើយមូលហេតុដែលខ្ញុំអាចនៅតែទទួលបានអេគឺការចេះគ្រប់មុខវិជ្ជាដូចខ្ញុំប្រាប់អ្នកគ្នាមិនចឹងគឺយើងត្រូវប្រឡងបើមុខមែនអត់ចឹងរាល់ខែគឺយើងត្រូវមើលថាមួយវិជ្ជាណាដែលយើងអត់បានអេយើងត្រូវមើលកន្លែងហ្នឹងមិនមែនមានន័យថាអូនឯងអត់ចេះអង់គ្លេសមួយអូនឯងដឹងតែអត់បានអេមិនមែនមានន័យអញ្ចឹងទេខ្វះអីអ្នកនេះតែអេមកកណូអង់គ្លេសគេ F អានេះខ្ញុំនិយាយមែនហ្មងវាអត់ខ្វះទេប៉ុន្តែក្នុងករណីថាយើងចេះហើយដូចខ្ញុំអញ្ចឹងខ្ញុំអត់អួតទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរគ្នាមើលមកខ្ញុំហើយអ្នកនរគ្នាយកតែគិតវិញថាចេះខ្មែរក៏ខ្ញុំចេះគណិតក៏ខ្ញុំចេះប្រវត្តិក៏ខ្ញុំចេះសិលធម៌ក៏ខ្ញុំចេះនិយាយរួមទៅ7មុខដែលប្រឡងហ្នឹងគឺខ្ញុំចេះទាំងអស់ហេតុអីបានគណិតខ្ញុំបានឌីគឺវាត្រង់ចំណុចហ្នឹងអញ្ចឹងបើសិនជាក្នុងករណីមួយដែលអូនឯងអំនួតដូចខ្ញុំការខ្ញុំទី12ហ្នឹងឯងអំនួតថាខ្ញុំចេះគ្រប់មុខវិជ្ជាហើយហ្នឹងខ្ញុំចេះគ្រប់មុខវិជ្ជាហើយទោះអូនឯងភ្លាត់អូនឯងបាត់បង់បន្ទុក20 30បន្ទុកក៏អូនឯងនៅតែបានអេដែរដោយសារអីគឺយើងចេះគ្រប់មុខហើយអញ្ចឹងពេលដែលយើងភ្លាត់អីមួយគឺវាតែងតែមានអីមួយដែលទាញយើងមកវិញវាអត់ខាតទេហើយឧបមាថាអូនឯងអត់ចេះអាមួយហ្នឹងហើយអូនឯងគិតថាចេះខ្ញុំអត់ចេះអាមួយហ្នឹងក៏ខ្ញុំបានអេដែរចុះបើសិនជាអត់ចេះអាមួយហ្នឹងហើយអាផ្សេងទៀតស្រាប់តែពេលប្រឡងហ្នឹងអូនឯងអត់ចេះទៀតអាហ្នឹងគឺជាបញ្ហាហើយកន្លែងនេះចំណុចសំខាន់គឺត្រូវចេះឲ្យគ្រប់មុខវិជ្ជាធ្វើមិនក៏ដោយចេះឲ្យគ្រប់មុខមករយៈពេលយើងនិយាយទៅថា10ខែលឿនដល់ហើយបង10ខែដល់ថ្ងៃប្រឡងបាក់ឌុបហើយពេលមែនតែនចាប់ផ្ដើមរៀនទៅ2 ខែចេះខ្លាំងអាចិតចង់បាក់ឌុបនេះគឺចង់ឲ្យដល់ថ្ងៃប្រឡងបាក់ឌុបមែនតែនហ្មងរយៈពេលរៀនហ្នឹងគឺយើងត្រូវការរៀនហ្នឹងគឺវាអត់ចង់និយាយថា10ខែហ្នឹងគឺវាពេញលេញហើយហូហៀទៀតអ្នកដែលគេរៀនចាប់រៀងបានគ្រាន់ណាហ្នឹងហើយគឺពេលវេលាហ្នឹងគឺច្រើនហៀហូហ្មងអ្នកដែលគាត់មធ្យមអូខេល្មមអ្នកដែលគាត់ខ្សោយប៉ុណ្ណឹងក៏វានៅតែគាត់អាចយកបានដែរនៅតែយកបានហ្មងក្រៅពីហ្នឹងត្រូវពង្រឹងលើអីទៀតគឺទៅលើអក្សរហើយនឹងរបៀបសរសេររបស់អ្នកនរគ្នាមើលពីរបៀបដែលគេសរសេរមិនបានគេបានអេណាគេធ្វើមិនបានគេបានអេអញ្ចឹងការសរសេរឲ្យមានរៀបរយមានសោភ័ណភាពគឺជាអ្វីដែលសំខាន់បំផុតហ្មងព្រោះអីធម្មតាយើងយកចិត្តអ្នកដែលគេមើលកណ្ដាស់កិច្ចការរបស់យើងសរសេរកាន់តែស្អាតកាលណាគឺវាល្អកាលនឹងដែរហើយយើងយកគេដាក់ចិត្តឯងឧបមាហើយយើងជាអ្នកការវិញ្ញាសាវិញយកមកអក្សរមើលអត់យល់
dương mi rộng cài ót cứ ở đây thấy tụi cái này còn mến cài đó cả đã dương mình e cài mà đón cho ta đông mình tên chẳng cứ dương trời vô cho tụi đặt tụi tròn cho nó nâng mùi phò bị xe lại nhung tròn vậy nắng cứ cá chưa rồi sự phừ tinh sự phơi chán vô mà mở lọ ót sạp nhóm miên phò với chữ miên phò à với chữ miên phò của đôi nó kia để quát coi nhung tam tiktok cứ đăng ấy cả nhung mơ sự phơi ót chán mình tên hay xưa thà mẹ rõ mày đá chà bị đam chán cứ đương bòn tịch để sao ta bị đam chán cứ nhung cùng pung tại sai chi rồi sự phơi nát để về tới cho mùi nương nhung ប៉ុន្តែគឺពេលដែលយើងកំពុងតែស្វែងរកសភៅហ្នឹងគឺមុនពេលដែលដល់សភៅមួយដែលយើងត្រូវការហ្នឹងគឺវាឆ្លងកាត់ច្រើនមែនតើហ្មងហើយតធម្មតាអ្នកគ្នាមើលសភៅច្រើនគឺវាចម្លើយក្នុងការឆ្លើយផ្សេងគ្នាអញ្ចឹងព្រោះយើងថ្នាក់វិទ្យាសាស្ត្រសង្គមវាដូចថ្នាក់វិទ្យាសាស្ត្រពិតទេថ្នាក់វិទ្យាសាស្ត្រពិត2 + 2 4ថ្នាក់វិទ្យាសាស្ត្រសង្គម2 + 2ទៅជា3ទៅជា7អីចឹងទៅគឺវាទៅតាមហ្នឹងទៅតាមអ្វីដែលគេនិយាយគេថាអញ្ចឹងត្រូវគឺវាត្រូវហើយឲ្យទៅវាត្រូវតាមទស្សនៈរបស់គេអញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាអាចខុសគ្នាត្រង់កន្លែងហ្នឹងហើយកន្លែងហ្នឹងឯងដែលខ្ញុំចង់និយាយយើងយកអ្វីដែលវាត្រូវដែលវាអាចនឹងត្រូវខ្លាំងកន្លែងនេះក៏ត្រូវកន្លែងនេះក៏ត្រូវកន្លែងនេះក៏ត្រូវដែរយើងយកអ្វីដែលងាយស្រួលហើយត្រូវល្អខ្លាំងបំផុតជាជំរើសរបស់យើងអ្វីដែលខ្ញុំ recommend ទៅសាប់បងទាំងអស់គ្នាមើលសភៅតែមួយម៉ូតបានហើយមិនមែនមានន័យថាមកមុខវិជ្ជាហ្នឹងបងមើលតែមួយក្បាលទេ no ប៉ុន្តែមើលតែមួយម៉ូតហ្នឹងមានន័យថាមួយកន្លែងបោះពុំគ្នាយល់អត់ព្រោះពេលខ្លះចឹងដូចថាមានលោកគ្រូ A លោកគ្រូ B លោកគ្រូ C អ្នកបោះពុំសភៅផ្សេងហ្នឹងហើយលោកគ្រូ A ទស្សនៈគាត់ផ្សេងទោះគ្រូ B ទស្សនៈគាត់ផ្សេងលោកគ្រូ C ទស្សនៈគាត់ផ្សេងអញ្ចឹងបងអូនទិញ A ផង B ផង C ផងមែនយើងត្រូវយក3ហ្នឹងមកធៀបចូលគ្នាហើយយើងត្រូវមើលយើងគួរយកតាមមួយណាអញ្ចឹងដល់ពេលដែលយើងពេញចិត្តមួយណាហើយគឺយើងដើរតាមគ្រូម្នាក់ហ្នឹងចឹងខ្ញុំក៏ធ្លាប់ recommend សភៅដូចគ្នាដែរបើអ្នកនរគ្នាអត់ដឹងទេអ្នកគ្នាចូល TikTok ទៅព្រោះនៅក្នុងវីដេអូនេះខ្ញុំអត់ចង់ប្រម៉ូទអីទាំងអស់ខ្ញុំចង់និយាយស្មើហ្មងជ្រើសរើសសភៅតែមួយប្រភេទមួយកន្លែងចេញពីកន្លែងមួយឧបមាថារោងបោះពុំ A អញ្ចឹងទៅចឹងគ្រប់សភៅដែលអ្នកនរគ្នាមើលត្រូវយកពីរោងបោះពុំ A នឹងយកមកមើលបើសិនជាអ្នកនរគ្នាយក A ផងយកពី B ផងយកពី C ផងអ្នកនរគ្នានឹងចាប់ផ្ដើមមានអារម្មណ៍ថាស្អីសំណួរនេះគេឆ្លើយរបៀបមិនណោះវាចាប់ផ្ដើមអញ្ចឹងគឺយើងត្រូវរកចំណុចណាដែលវាត្រូវបំផុតហើយចាប់ផ្ដើមយកអាសភៅហ្នឹងទៅប្រៀបធៀបជាមួយនឹងអត្រាកំណែរបស់ក្រសួងអប់រំយុវជននិងកីឡាជារៀងរាល់ខែជារៀងរាល់ឆ្នាំ sorry ជារៀងរាល់ឆ្នាំដែលចេញប្រឡងបាក់ឌុបហើយអញ្ចឹងយើងមើលកន្លែងហ្នឹងហើយបើសិនជាអ្នកនរគ្នារកចម្លើយនឹងអត់បានទេអ្នកគ្នាអាចយកទៅឲ្យលោកគ្រូអ្នកគ្រូដែលអ្នកគ្នារៀនជាមួយនឹងអាចឲ្យគាត់ពិនិត្យមើលថាគ្រូអីសភៅនេះល្អអត់អញ្ចឹងគាត់មើលទៅគឺគាត់អាចនឹងដឹងហើយព្រោះលោកគ្រូអ្នកគ្រូធម្មតាគឺគាត់មានបទពិសោធន៍ច្រើនឆ្នាំមែនតើអញ្ចឹងសភៅណាល្អមិនល្អគឺគាត់អាចដឹងតាមនឹងហើយចំណុចចុងក្រោយគេបង្អស់ដែលខ្ញុំចង់និយាយហ្នឹងគឺតកតងជាមួយនឹងវត្តមានរបស់យើងការទៅរៀនឲ្យបានទៀងទាត់ទៅជារៀងរាល់ថ្ងៃមិនមែនមានន័យថាក្នុងមួយឆ្នាំសិក្សាហ្នឹងគឺយើងឈប់អត់បានទេឈប់បានព្រោះខ្ញុំពេលខ្លះខ្ញុំខ្ជិលទៅរៀនក៏ខ្ញុំទៅអត់ទៅដែរអញ្ចឹងម៉ោងណាខ្លះដែលអ្នកនរគ្នាគួរតែមកចាំទៅអញ្ចឹងឧបមាថាអ្នកនរគ្នារៀនខាងវិទ្យាសាស្ត្រពិតអញ្ចឹងចោះអញ្ចឹងម៉ោងភូមិម៉ោងផែនដីអត់សូវសំខាន់ទេមែនអត់អញ្ចឹងថ្ងៃខ្លះអញ្ចឹងគឺយើងមានអារម្មណ៍ថាជាក្បាលអញ្ចឹងម៉ោងហ្នឹងគឺយើងសម្រាកទៅប៉ុន្តែមិនមែនមានន័យថាមួយខែប៉ះម៉ោងនឹង4ម៉ោងអ្នកនរគ្នាអត់ទៅទាំង4ម៉ោងទេមិនមែនអញ្ចឹងទេ2ខែអ្នកនរគ្នាឈប់ម៉ោងគាត់ម្ដងអីអញ្ចឹងទៅទុករបៀបដូចថាជាការ relax របស់យើងជាការសម្រាកលំហែកាយអញ្ចឹងទៅព្រោះខ្ញុំដឹងថារៀនអ្នកណាគេក៏ហត់ដែរពេលខ្លះយើងចង់សម្រាកអីដូចគ្នាអញ្ចឹងយើងរកពេលហ្នឹងមួយដែលមកសម្រាកទៅប៉ុន្តែសម្រាកហ្នឹងអ្នកគ្នាសម្រាកឲ្យមានប្រយោជន៍អាចថាយើងគេយកកម្លាំងទៅអាហ្នឹងក៏មានប្រយោជន៍ដែរឬក៏យើងពង្រឹងទៅមើលមុខវិជ្ជាផ្សេងដែលយើងត្រូវត្រៀមប្រឡងហ្នឹងដែលយើងអត់ទាន់ចេះច្បាស់ហ្នឹងហើយឬក៏យើងយកពេលវេលាហ្នឹងទៅហ្វឹកហាត់ចំណេះដឹងរបស់យើងបន្ថែមទៅលើមុខវិជ្ជាអីផ្សេងឬក៏សមត្ថភាពរបស់យើងអីផ្សេងដែលវានឹងមានប្រយោជន៍ដល់យើងមិនមែនមានន័យថាកិច្ចម៉ោងនឹងហើយតែដើរលេងទេបានស្ដាប់ពីដើមដល់ចប់ហើយគឺខ្ញុំសង្ឃឹមថាអ្នកនរគ្នាបានយល់ពីអ្វីដែលខ្ញុំចង់ប្រាប់ទៅអ្នកនរគ្នានៅក្នុងថ្ងៃនេះនីតិអេពិតជាអត់ប្របាកយល់ទេប៉ុន្តែការតាំងចិត្តក្នុងការរៀនយកនីតិអេគឺវាអាចនឹងមានឧបសគ្គខ្លះនៅក្នុងនឹងមានទាំងការបាក់ទឹកចិត្តអត់សុបាយចិត្តចង់បោះបង់វាចោលលែងចង់បន្តហើយវាតែងតែមានប៉ុន្តែអ្នកគ្នាត្រូវដឹងថានរណាគេក៏ជួបរឿងនឹងដែរយើងអាចនឹងមានពេលហត់ប៉ុន្តែថ្ងៃក្រោយយើងអាចនឹងនឹកឃើញហើយយើងនឹងងើបឈរមកវិញជឿចាំខ្ញុំថារៀនរាល់ថ្ងៃកុំបោះបង់ពេលណាដែលយើងបាក់ទឹកចិត្តខ្លាំងយើងត្រូវនឹកសម័យថានីតិអេគឺមានតម្លៃ
vì thế cứ dương bạn đặt câu đau vì bị đamឆ្នាំអីពីដើមឆ្នាំមកយើងចង់បាន A ចឹងហេតុអីពេលហ្នឹងយើងចង់បោះបង់វាចឹងអ្នកនរគ្នាត្រូវកលេចមើលចំណុចដែលចាប់ផ្ដើមថាយើងចង់បានអីចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងថ្ងៃក្រោយគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការរៀនទៅលើមុខវិជ្ជាមួយចំនួនហើយក៏ដូចជាអក្សរសាស្ត្រខ្មែរអក្សរសិល្ប៍យើងហ្នឹងណាអ្នកនរគ្នាគឺខ្ញុំនឹងនិយាយព្រោះខ្ញុំបានសន្យាមួយគ្នាយើងហើយនេះច្រើនមែនតើមកហើយវាអាចនឹងមានលើសនឹងទៀតអានេះគឺខ្ញុំទិញមកអត់តាន់គ្រប់ទេវាមានមកច្រើនជាងនឹងទៀតអញ្ចឹងចាំយើងជួបគ្នានៅវីដេអូក្រោយគឺខ្ញុំនឹងនិយាយពីសភៅអក្សរសិល្ប៍ខ្មែរហ្នឹងអាចមានតកតងជាមួយនឹងប្រវត្តិវិទ្យាភូមិផែនដីសិលធម៌ការទៅសេស្លឹកកិច្ចការនិងការកែប្រែអក្សររបស់អ្នកនរគ្នាឲ្យវាស្អាតជាងមុនបន្តិចអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅពេលក្រោយ